តាមសន្យាហើយបាទអញ្ចឹងរបៀបភ្ជាប់កុងធនាគារដាក់ក្នុង page ឬក៏ account Facebook បងប្អូនបាទមិនចាំបាច់ចំណាយប្រាក់ទៅជួលគេ4 10 20 30ដុល្លារ50ដុល្លារបាទហើយក៏យើងដឹងទុកចិត្តគេបាន 100% អត់អីអត់អញ្ចឹងណាអញ្ចឹងព្រោះពីមកចែករំលែករបៀបភ្ជាប់ខ្លួនឯងបាទអញ្ចឹងវាមានមក6ចំណុចបងប្អូននេះ6ចំណុចខាងមុខនេះដូចដែលប្រូពីដាក់ឲ្យមើលនេះបាទហើយអញ្ចឹងយើងចាប់ផ្ដើមពីចំណុចទី1តើគេឲ្យដាក់អ្វីមុនបាទអញ្ចឹងចំណុចទី1ប្រទេសធនាគារបាទប្រទេសធនាគារហ្នឹងដូចថាឧទាហរណ៍ថាបងប្អូនយើងនៅប្រទេសយើងមានអីមាន AC Lida ឬក៏ ABA ឬក៏អីផ្សេងអញ្ចឹងណាបាទហ្នឹងឯងប្រទេសធនាគារយើងដាក់ប្រទេសទៅដូចថាប្រទេសធនាគារនោះប្រទេសនៅប្រទេសណាយើងដាក់តាមដូចថា Cambodia យើងក៏សរសេរវាយដាក់ Cambodia បាទហ្នឹងទី1បាទហើយទី2ម្ចាស់គោអ្នកណៃធនាគារគឺដូចថាយើងម្ចាស់កុងបាទម្ចាស់កុងយើងបំពេញឈ្មោះឲ្យបានត្រឹមត្រូវបាទបំពេញឈ្មោះឲ្យបានត្រឹមត្រូវដូចដែលនៅក្នុងកុងយើងដែលយើងទៅបើកកុងហ្នឹងឈ្មោះអីយើងពេញតាមឈ្មោះហ្នឹងទៅបាទហើយទី3 code word ហ្នឹងគេចង់បានន័យថាយើងចូលទៅយកពីធនាគារណាបងប្អូនបាទបើអាកន្លែង code word នេះបើបងប្អូនមិនចេះចូលទៅយកពីធនាគារបងប្អូនអាចមើលតាម YouTube ឬក៏បងដែលចាស់ដែលគេចេះរំលែកហ្នឹងជាពិសេសមើលតាម YouTube បាទយើងវាយអក្សរថាវិធីឬក៏របៀបរក code word ធនាគារទៅវាឡើងមកឲ្យយើងធ្វើមិនអញ្ចឹងណាបាទហើយទី4លេខធនាគារហ្នឹងសៀវភៅធនាគារសៀវភៅកុងយើងហ្នឹងមានលេខអីខ្លះប្រហែលខ្ទង់យើងវាយបញ្ចូលទៅបាទហ្នឹងទី4ហើយទី5យើងបញ្ជាក់លេខម្ដងទៀតបាទបញ្ជាក់លេខម្ដងទៀតលេខកុងធនាគារយើងមានប្រហែលខ្ទង់មានប្រហែលលេខហ្នឹងយើងបញ្ជាក់ម្ដងទៀតបាទហើយទី6ចុងបញ្ចប់ទី6យើងចុចខាងក្រោមភ្ជាប់វិធីទូទាត់ប្រាក់បាទយើងពេញឲ្យយើងចុចភ្ជាប់វិធីទូទាត់ប្រាក់ពឹបវា approve update ឲ្យបាន 100% ប្រយបងប្អូនងាយបាទអញ្ចឹងមានតែមួយចំណុចទី3ទេដែលយ៉ាជាងគេអញ្ចឹងបងប្អូនអាចទៅស្រាវជ្រាវពី YouTube បានណាបងប្អូនបាទcode word ធនាគារហ្នឹងអាហ្នឹងយើងស្វែងរកទៅអញ្ចឹងបងប្អូនសាកមើលទាំងអស់គ្នាហ្នឹងបងប្អូនបាទយើងមិនបាច់ចំណាយប្រាក់ទេបាទទុក4 10 20 30ដុល្លារទិញនំឲ្យកូនស៊ីចាយខ្លួនឯងល្អជាងបងប្អូនបាទអញ្ចឹងយើងទុកចិត្តខ្លួនឯង 100% បើថាបរាជ័យទុកជាមេរៀនបើថាមិនបរាជ័យគឺអូខេណាបងប្អូន